នេះ ចឹងយើង copy ប៉ុណ្នេះយកមកធ្វើជា form សម្រាប់ធ្វើការ add student to class បានន័យថាឥឡូវ add student to class ហ្នឹងសិស្សហ្នឹងគាត់មានឈ្មោះហើយសិស្សមានឈ្មោះហើយប៉ុន្តែអត់ដឹងថាថ្នាក់ណាហើយអញ្ចឹងកន្លែងហ្នឹងក៏យើងអាចដែរឧទាហរណ៍ថាអឺថ្នាក់ហ្នឹងត្រូវ add សិស្សបន្ថែមអញ្ចឹងសិស្សដែលត្រូវ add បានគឺសិស្សដែលអត់ទាន់មានក្នុងថ្នាក់ហ្នឹងណាសិស្សដែលអត់ទាន់មានក្នុងថ្នាក់អញ្ចឹងយើងត្រូវ add សិស្សហ្នឹងចូលហើយមួយទៀតសិស្សដែលដើររកថ្នាក់អានេះថ្នាក់ទាញសិស្សចូលនេះអាហ្នឹងវាស្តៀងគ្នាឯងវាអត់មានខុសគ្នាអីហ្មងទេប៉ុន្តែគ្រាន់តែថាការធ្វើហ្នឹងវាអត់អីអ្នកប្រើនឹងពិបាកបើន័យថាគាត់ទោះបីគាត់នៅក្នុងនៅឈរលើថ្នាក់ក៏អាច add សិស្សបានគាត់ទៅឈរលើសិស្សក៏គាត់អាចរុញសិស្សឲ្យចូលថ្នាក់បានដែរពីរនឹងប្រសេសនឹងដូចគ្នាណាដោយសារអីដោយសារ table student របស់យើងនេះខ្ញុំ add grade មួយ add grade ថ្នាក់តោះណា add ថ្នាក់តាមពិតអាហ្នឹង class study class study ណាប៉ុន្តែខ្ញុំដាក់ថា grade ឬក៏យើងគ្នាយើងថាចង់ដាក់ពាក្យឲ្យចំដាក់នេះតោះណាដាក់ចំក៏បានអត់បញ្ហាណាតោះណាអូខេអញ្ចឹងឥឡូវនេះពេលដែលយើងធ្វើការចុចលើនេះចុចលើ add student វានឹង load មក form ហ្នឹងណាអញ្ចឹងយើងទៅបង្កើត action ឲ្យវាមក action វាដូច edit អញ្ចឹងតោះណាដូច edit អញ្ចឹង add student ណាដូច edit អញ្ចឹងគឺយើងមាន$id អញ្ចឹងអត់ id ហើយខ្ញុំសុំ copy ប្រយោជន៍ទៅដាក់មកណែនេះហើយអានេះយើងដាក់ថា add stu ណា add stu អានេះដាក់ខ្លះក៏បានដែរ add stu អញ្ចឹងអឺនៅក្នុង add stu នេះពេលដែលយើងចុច list ខ្ញុំមើលឲ្យស្ទាន់ណាតែនេះខ្ញុំសុំ copy ទៀតហើយព្រោះដូចគ្នាទេណា copy ទេយើងដូរតែ function វាទេនេះ add stu តាមរយៈ id នឹងដែរចាំមើល refresh មួយមានអារម្មណ៍យឺតខ្លាំងនេះ add stu នេះ add stu វាមកនេះអញ្ចឹងកន្លែងនេះខ្ញុំនឹងដាក់ថា class name នេះខ្ញុំដាក់ថាអីគេឈ្មោះថ្នាក់ចុះចេះឈ្មោះថ្នាក់ធ្វើមិនយកបានបើយើងគឺយើងយកតាមរយៈ ID នេះណា ID មកហើយអញ្ចឹងថ្នាក់ក៏មកដែរអត់បាក់ទេអាហ្នឹងធ្វើងាយងាយឲ្យគិតឲ្យងាយងាយណា class name ឧទាហរណ៍ class name របស់យើងអីគេដុល្លារ php ស្មើដុល្លារ class ដូចនេះចឹងហើយយើងដាក់មក class name ចឹងណា class name នេះ bit ណាបើយើងចង់តទៀតក៏លើមើលអត់យល់ឧទាហរណ៍ class name ហើយអត់ដឹងចង់ដឹងអីទៀតឧទាហរណ៍ថាក្នុង class name យើងមានអីទៀតយើងអាចដាក់បន្តទៀតបានប៉ុន្តែយើងដាក់បែប edit អត់បានដាក់បែប edit អត់បានតែ ID ត្រូវតែមានតិចរបស់វាណា input type តិចខ្ញុំដាក់តិចសិនទៅដើម្បីគ្នាយើងឃើញសិននេះយើងដាក់ tt id ទៅហើយ value វាគឺដុល្លារ class id ណា class id នេះ class id អញ្ចឹងយើង show វាមកនេះមកអញ្ចឹងហើយនេះធ្វើទៀតអានេះយើងhideណាហើយនេះយើង hidden ណាព្រោះយើងអត់ទុកហ្នឹងឯងខ្លាចអឺគាត់ច្រឡំណាយើងទុកហ្នឹងខ្លាចគាត់ច្រឡំដូរអញ្ចឹងអូ D ច្រើនquáចុះ
hidden ចឹង hidden ហើយថ្នាក់នឹងហើយអាហ្នឹងយើងចាំដក design ធំធំតិចទៅថ្នាក់នឹងហើយធ្វើមិនទៀត add student ហើយយើងទៅមានអីគេយើងមានខ្ញុំដាក់ក្រុមនេះមកទៅយើងមាន student របស់យើងណានេះ class យើងដាក់ label របស់យើងគឺ student ថ្ងៃនេះយើងប្រើអីគេប្រើ select option ណា please choose student អញ្ចឹងមកងាយៗណាយើងមាន combo បកនោះមួយយើងដាក់ឲ្យវាមក class form control name របស់វាគឺ gt sorry name gt stu ណាអញ្ចឹងមកបានស្អាតហើយអញ្ចឹងកន្លែងហ្នឹង ថ្នាក់នេះត្រូវការរើសសិស្សអញ្ចឹងធ្វើម៉េចចេញសិស្សនេះមកហើយធ្វើម៉េចសិស្សហ្នឹងគឺអត់មាននៅក្នុងថ្នាក់អញ្ចឹងយើងអាចធ្វើម៉េចបានកន្លែងនេះអញ្ចឹងកន្លែងនេះយើងត្រូវទៅសេគេselect database ហ្នឹងមែនទេយើងមានហើយនៅគំរូ select អាហ្នឹងដូចជានៅក្នុង update ក៏មានដែរនេះគំរូទៅសេវានេះខ្ញុំសូម copy អាហ្នឹងណា copy នេះយើងកុំធុញខ្ញុំ copy ឲ្យយើងមកកន្លែង add stu ហ្នឹងមកនេះដាក់មកត្រូវដាក់ខាងក្រោមខ្ញុំដាក់ខាងលើបាត់ណាត្រូវដាក់ខាងក្រោមអានេះឲ្យនេះនេះចឹងមកហើយឡើយនេះយើងដាក់មក student tbl ហើយកន្លែងនេះរោចោះណារោចោះ id តែកន្លែងនេះគឺគេឧទាហរណ៍យើងយក first kh ជាមួយនឹង last kh ជាមួយ first kh ចុះ last kh ហើយតមួយទៀតមកហេតុអីបានយើងតគឺដើម្បីឲ្យវាចេញមកពីរពាក្យឲ្យស្រួលស្ដាប់តិចចឹងណាឲ្យវាមើលទៅទំនងយល់តចឹងមកណាអានេះគេ first khណាពី field ឡើងមកពី field នេះយុសុភាប៉ុន្តែយើងមើលថាសិស្សឈ្មោះយុសុភាហ្នឹងមានថ្នាក់នៅប្រកាសជាអត់ទេមែននេះដូច grade នេះទៅទេអញ្ចឹងណាហ៎ដល់ grade នេះមាន grade មិញមានលេខ1បានតែនេះអញ្ចឹងឧទាហរណ៍ខ្ញុំដាក់លេខ1ចុះខ្ញុំវាយឲ្យមើលសិនលេខ1ចុះមកអត់នៅតែមកនេះដោយសារយើងអត់ទាន់បាន check លក្ខខណ្ឌថាសិស្សដែលអត់មាន grade អត់មានថ្នាក់កន្លែងហ្នឹងដូរដាក់ថ្នាក់វិញទាំងអស់គ្នាក៏ដាក់ grade ដូចខ្ញុំសិស្សដែលអត់ទាន់មានថ្នាក់អញ្ចឹងយើងទៅកែកន្លែងនេះថែមមកនេះគេដុល្លារ builder របស់យើង where ណា where យើងធម្មតាណា where លក្ខខណ្ឌ where គេ grade field របស់យើងមិន grade អីគេ null ឬក៏ទៅទេបើយើងមិន null ឬក៏ទៅទេណាតោះហ្នឹងណាចឹងដាក់មកអីគេឬក៏យើងសេ null ហ្មងទៅ null select យកអាណា null អត់មកមែនទេនេះចឹងឧទាហរណ៍យើង add សិស្សមួយទៀតតោះយើងមិនបាច់ធ្វើក្នុង database កុំឲ្យធ្លាប់គេឲ្យខ្ញុំ add សិស្សមួយទៀត
tao sẵn là tao mua đồ tài rồi tao sẵn ấy cái nó hụt ấy kia này đăng tao sẵn tao hụt nó giờ tao copy đã ok tao không khoan hai dân tao mơ lại add student របស់យើងនៅក្នុងមានតែមួយអត់នេះមួយហ្នឹងមែនទេចឹងដល់មួយនឹង ID អីយើងអាច spec មើលមកកុំឲ្យថាតិចម៉ែវអាមួយនោះអត់ទេគឺមកមួយដែលអត់មាននៅក្នុងថ្នាក់ចឹងអត់ចឹងពេលយើងធ្វើបានប៉ុណ្ណឹងហើយយើងមានបតុង add ដូចគ្នានេះបតុង add នៅក្នុងនេះដូចគ្នានៅក្នុង form របស់យើងដូចគ្នាដាក់ណាដាក់ទៅណាយើងដាក់កាតអីគេកាត footer ហើយបើយើងនៅក្នុង form នេះកាតអីគេកន្លែង form នេះនេះកាត footer ណាដាក់វាមកអត់បាយណាកាត footer ណាចឹងពេលដែលកាត footer នឹងចុច submit នេះ submit នេះស្មើនឹង update student តោះណា update student ណាបើយើងមិញខ្ញុំចូលទៅកែក្នុងនេះបានមានលេខ1មែនទេបើអត់ទេណាល់អញ្ចឹងយើងទៅ update student នេះ update student នៅក្នុងអីគេអានេះគឺខ្ញុំដាក់ថា update class យើងដាក់ថា update student នេះយើងចង់ធ្វើក្នុង class ក៏បានចង់ធ្វើក្នុង student ក៏បានតែបើយើងធ្វើក្នុង student វាអត់ពិបាកអីគេអត់ពិបាកហៅ controller ទៅពីរដងនេះmodel អត់ហៅពីរដងហ្នឹងមែនទេអញ្ចឹងយើងឡើងមកសរសេរក្នុងនេះក៏បានដែរ add to class នឹងមួយទៅណាដាក់ក្នុងនេះទៅ public function add stu កុំច្រឡំវាណាយ៉ាត់ច្រឡំមកព្រោះខ្ញុំសេនៅក្នុងនេះមួយហើយយើងធ្វើការ update នេះ copy ផាមកបាច់យកនេះទេ copy ចឹងមកដាក់នេះមកនេះយើង update តែអីគេតែ grade ទេមែនទេនេះ grade de tt យើង tt គេ tt stu ណា tt stu update តាមរយៈអីគេ ttid update ទៅណា update ឲ្យនៅក្នុង class នៅក្នុង class អត់ឲ្យមកនេះក៏បានដែរមកទៅ class ឲ្យទៅ class អត់ឲ្យមកនេះទេនេះចុះណា add stu អញ្ចឹង add stu នៅក្នុង student add stu នៅក្នុង student នេះ sorry student add អាហ្នឹង action របស់វាណាអូយ sorry add stu នេះហេទៅវាយក្នុងបាក់គេនោះខុសបាក់គេអស់ហើយ student slash add stu តោះសាកបណ្ដឹងណាទីហោឡើយនេះអត់មានទេណាអត់មានទេឡើយខ្ញុំ add វាទៅដែរព្រោះថ្នាក់យើងមានមួយឯងទៅ add ទៅថ្នាក់ហ្នឹងសិស្សនៅមួយ add wow what's that there is no data to update អញ្ចឹងជួបមកតិចសិនគេ add stu របស់យើងមិញនេះ value អូ row id student id update tt stu តាមរយៈ tt id id tt id update student
stu tt stu tid អូគិតថា correct របស់យើងដូចជាអត់ correct នឹងមាននៅក្នុង field តែក្នុង model មាននៅមើលសិននៅណានៅថែមវាមកណាហើយទៅ refresh វាមួយទៀតណាសាកម្ដងទៀតមូលហេតុអីយើងរើមកដោះសាយវាម្ដងមួយបានហើយយើងទៅមើលមានសិស្សណានៅក្រៅថ្នាក់ទៀតអត់មានទៀតមើលនេះមើលយក update grade where's to id លេខ4 upgrade មិនត្រូវ update update auto class study update เช็คវាតិចណាចាំតិចយើងសាកមើល data វាចាប់បានអត់ណាvà đám $STU stu ចឹងយើងទៅសាក insert ម្ដងទៀតstu យើងបោះ data វាមកvà data data លេខ4ត្រូវបានវាមិន update អត់ថ្នាក់sorry ដោយdata លេខ4ខុសហើយអានេះ ID អានេះស្ទូវិញណាប្រឆាំងគ្នាជួយគ្នានៃយើងយើង update ID របស់ខ្លះនេះ TT នេះក៏ ID របស់ខ្លះហើយ TT stu ជារបស់សិស្សអញ្ចឹងហើយដល់ពេលយើងបញ្ច្រាស់អញ្ចឹងវាអត់ចូលអូខេ flip មើលមកសាទៀតឡើងមានណានេះឡើងមានណាយើងមើលបើយើងនេះមកអត់លេខ1នេះមកអូខេហើយមិញខ្ញុំបញ្ច្រាស់គ្នាណាអាហ្នឹងយើងអាចធ្វើអញ្ចឹងបានណា